ការដើមឡើយមានកូនឫស្សីមួយដើមមិនពេញចិត្តនឹងស្លឹករបស់វាសោះវាយល់ថាស្លឹករបស់វាមានរាងវែងហើយស្ដើងពេកទៀតផងខ្ញុំមិនចូលចិត្តស្លឹករបស់ខ្ញុំទេរាងវែងហើយស្ដើងទៀតទេវតាអើយសូមជួយឲ្យស្លឹករបស់ខ្ញុំដូចមាសផងបើសិនបានស្លឹកមាសទើបបានស្អាតរុក្ខទេវតាឮដូច្នោះក៏បានធ្វើឲ្យស្លឹករបស់វាคล้ายជាមាសដោយប្រាថ្នាកូនឫស្សីសប្បាយចិត្តណាស់ស្លឹករបស់ខ្ញុំប្រែទៅជាមាសហើយជ័យយោអរគុណដល់លោកទេវតាណាស់ដែលជួយឲ្យស្លឹករបស់ខ្ញុំប្រែទៅជាមាសក្រោយមកមានបរមម្នាក់ដើរមកឃើញកូនឫស្សីមានស្លឹកមាសក៏បេះស្លឹកនោះយកទៅលក់ទាល់តែអស់អីយ៉ាកូនឫស្សីនេះមានស្លឹកមាសខ្ញុំនឹងបែកវាឲ្យអស់តែប៉ុណ្ណេះខ្ញុំខ្លាចជាអ្នកមានហើយយើងនឹងបេះស្លឹកឲ្យអស់អូយស្លឹកមាសមិនស័ក្តិសមនឹងខ្ញុំទេខ្ញុំចង់បានស្លឹកដូចកញ្ចក់វិញទេវតាអើយជួយឲ្យស្លឹកខ្ញុំដូចកញ្ចក់ផងរុក្ខទេវតាក៏ផ្ដល់ស្លឹកកញ្ចក់ឲ្យកូនឫស្សីដោយបំណងកូនឫស្សីសប្បាយចិត្តណាស់ប៉ុន្តែមិនយូរប៉ុន្មានស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងថែមទាំងមានខ្យល់បក់បោកធ្វើឲ្យស្លឹកកញ្ចក់នោះបែកខ្ទេចខ្ទីអស់ស្លឹករបស់ខ្ញុំបែកខ្ទេចខ្ទីអស់ហើយសូមឲ្យខ្ញុំមានស្លឹកធំមានពណ៌បៃតងដូចឈើឯទៀតវិញរុក្ខទេវតាក៏ជួយសម្រេចក្តីប្រាថ្នាវាទៀតប៉ុន្តែបន្តិចក្រោយមកសត្វពពែបានមកដល់ហើយស៊ីស្លឹករបស់វាគ្មានសេះសល់អូយមិនកើតទេស្លឹកដែលស័ក្តិសមនឹងខ្លួនខ្ញុំមានតែស្លឹកចាស់របស់ខ្ញុំតែប៉ុណ្ណោះស្លឹកវែងស្ដើងដែលធម្មជាតិបង្កើតមកពិតជាស័ក្តិសមចំពោះខ្លួនខ្ញុំណាស់រុក្ខទេវតាក៏ធ្វើឲ្យកូនឫស្សីនោះមានស្លឹកដូចដើមវិញកាលពីយូរលង់ណាស់មកហើយមានស្ត្រីម្នាក់មានបុត្រាឈ្មោះធម្មបាលកុមារធម្មបាលគឺជាក្មេងម្នាក់ដែលមានចំណេះវិជ្ជាជ្រៅជ្រះរៀនចេះចប់នៅគម្ពីរត្រីវេទអាចនិយាយនិងអាចស្ដាប់គ្រប់ភាសាសត្វទាំងអស់
ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផ្សេងដល់មនុស្សម្នាគ្រប់រូបផងដែរសេដ្ឋីជាបិតារបស់ធម្មបាលបានសង់ប្រាសាទមួយនាមាត់ទន្លេក្រោមដើមជ្រៃមួយដ៏ធំដែលជាទីស្នាក់អាស្រ័យនៃសត្វបក្សីទាំងឡាយដោយភាពល្បីល្បាញរបស់ធម្មបាលកុមារបានលេចលឺដល់កុបិលមហាព្រហ្មទ្រង់ក៏ចុះមកសួរចំណោទ3ប្រការដល់ធម្មបាលកុមារហើយបានដាក់ការសន្យាថាប្រសិនបើធម្មបាលកុមារអាចដោះប្រស្នានេះបានកុបិលមហាព្រហ្មនឹងកាត់ព្រះសិរសាទ្រង់បូជាចំពោះធម្មបាលកុមារប៉ុន្តែបើសិនធម្មបាលកុមារមិនអាចដោះប្រស្នានេះបានទេកុបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញចំពោះប្រស្នានេះធម្មបាលកុមារសូមឲ្យពន្យាពេល7ថ្ងៃដើម្បីរកចម្លើយលុះកន្លងទៅ6ថ្ងៃហើយធម្មបាលកុមារនៅតែរកចម្លើយមិនឃើញនឹងបានដឹងខ្លួនថាព្រឹកស្អែកនឹងត្រូវស្លាប់ពេលនោះធម្មបាលកុមារបានសម្រេចចិត្តរត់ទៅលាក់ខ្លួនពួនអាត្មាធម្មបាលកុមារបានរត់ទៅឆ្ងាយពីភូមិហើយអស់កម្លាំងក៏ចូលទៅសម្រាកក្រោមដើមត្នោតដែលជាសម្បុករបស់សត្វឥន្ទ្រីញីឈ្មោលមួយគូស្រាប់តែពេលនោះធម្មបាលកុមារបានស្ដាប់ឮសូរសត្វឥន្ទ្រីញីឈ្មោលកំពុងតែជជែកគ្នាឥន្ទ្រីញីបានសួរទៅកាន់ឥន្ទ្រីឈ្មោលថាតើព្រឹកស្អែកនេះយើងបានអាហារពីណាស៊ីឥន្ទ្រីឈ្មោលយើងនឹងស៊ីសាច់ធម្មបាលកុមារដែលនឹងត្រូវកបិលមហាព្រហ្មសម្លាប់ដោយសារដោះប្រស្នាមិនរួចឥន្ទ្រីញីតើប្រស្នានោះមានន័យដូចម្ដេចខ្លះទៅឥន្ទ្រីឈ្មោលប្រស្នាទី1នៅវេលាព្រឹកតើសិរីសួស្តីស្ថិតនៅត្រង់ណាចម្លើយគឺស្ថិតនៅត្រង់មុខព្រោះមនុស្សម្នាត្រូវយកទឹកលុបមុខនៅពេលភ្ញាក់ពីដំណេកនាព្រឹកព្រលឹមប្រស្នាទី2នៅវេលាថ្ងៃត្រង់តើសិរីសួស្តីស្ថិតនៅត្រង់ណាចម្លើយគឺស្ថិតនៅត្រង់ដើមទ្រូងព្រោះមនុស្សម្នាត្រូវយកទឹកមកលុបលាងដើមទ្រូងនាវេលាថ្ងៃត្រង់ដែលអាកាសធាតុកំពុងក្តៅប្រស្នាទី3នៅវេលាយប់តើសិរីសួស្តីស្ថិតនៅត្រង់ណាចម្លើយគឺនៅត្រង់ជើងមនុស្សត្រូវយកទឹកលាងសម្អាតជើងមុនពេលចូលសម្រាកនិន្ទ្រានាពេលយប់ធម្មបាលកុមារពេលដែលបានស្ដាប់ឮសត្វឥន្ទ្រីជជែកគ្នាដូច្នោះហើយមានចិត្តសប្បាយរីករាយខ្លាំងណាស់ហើយក៏បានវិលត្រឡប់ទៅកាន់ប្រាសាទរបស់ខ្លួនវិញលុះព្រឹកឡើងកបិលមហាព្រហ្មក៏បានមកសួររកចម្លើយធម្មបាលកុមារបានផ្ដល់ចម្លើយទៅតាមពាក្យដែលសត្វឥន្ទ្រីបានឆ្លើយឆ្លងគ្នាកបិលមហាព្រហ្មបានកោតសរសើរទៅដល់ធម្មបាលកុមារដែលឆ្លើយចម្លើយត្រឹមត្រូវសម្រាប់ប្រស្នានេះប៉ុន្តែមុនកាត់ព្រះសិរសាព្រះអង្គបានហៅទេពធីតាទាំង7អង្គដែលត្រូវជាបុត្រីមកប្រាប់ថាឥឡូវបិតាត្រូវកាត់សិរសាបូជាធម្មបាលកុមារហើយប៉ុន្តែបើសិនដាក់សិរសានោះនៅលើផែនដីនឹងកើតជាភ្លើងឆេះបើបោះទៅលើអាកាសនឹងបង្កឲ្យមានភាពរាំងស្ងួតគ្មានភ្លៀងបើចោលក្នុងមហាសមុទ្រទឹកនឹងរីងស្ងួតហួតអស់ដូច្នេះចូលបុត្រីទាំង7អង្គ
យកជើងពៀនមកដំកល់សិរសាបិតាពេលនិយាយចប់កបិលមហាព្រំក៏បានកាត់សិរសារបស់ខ្លួនប្រគល់ទៅឲ្យព្រះនាងទង្សាទេវីដែលជាបុត្រីច្បងព្រះនាងទង្សាទេវីបានយកជើងពៀនទៅទទួលព្រះសិរសាបិតារួចធ្វើពិធីប្រទក្សិណជុំវិញភ្នំព្រះសុមេរុរក្សាជើងពៀនយ៉ាងគោរពនៅលើព្រះហស្តស្ដាំហើយបន្តទៅប្រតិស្ថានទុកក្នុងគុហាគុណមេលីភ្នំកៃលេសដោយបូជាគ្រឿងទឹកផ្សេងរួចហើយក៏យាងត្រឡប់ទៅឋានទេវតាលោកវិញយីថ្ងៃនេះយល់សពបានស៊ីសាច់មេដំរីពិតជាអស្ចារ្យណាស់វើយពួកដៃតណៅហើយបានចវាយឯងឆាប់ទៅចាប់មេដំរីមកព្រោះអញបានយល់សពថាបានស៊ីសាច់មេដំរីទទួលបជាចវាយអំទូកសាយរសាប់ខ្យល់ផាត់រលកមកដល់អំទូបច្រាំងខ្យល់រលកមកដល់ចៅគាត់ខ្លួនខ្ញុំមួយមិនព្រួយឡើយណាហើយតកូនបន្ទេវតាស្លាញ់ស្រីណាស្រីនោះមិននឹងខ្លួនស្លាញ់ស្រីណាស្រីនោះមិននឹងខ្លួនអូនោះមេដំរីតាឈប់សិនមេដំរីអូហូហើយអើយចោះចតខោបច្ចេកទេសណែមេដំរីចៅវាយយើងឲ្យហៅមេដំរីឯងទៅលំនៅឋានរបស់យើងព្រោះចៅវាយយើងបានយល់សពថាបានស៊ីសាច់មេដំរីឯងគុណមើកង្ហាត្រូវខ្យល់បៃផាន់បងដល់ត្រជាក់កាយាតូទុនសូរិយាប្រពកាណាយើងរួមគ្នាយើងរួមឈប់សិនបងដំរីឈប់សិនបងដំរីហើយបងឯងទៅណាទាំងទឹកភ្នែកយំសស្រាអញ្ចឹងអូលោកប្អូនទន្សាយអើយមេថ្មាត់គេបានយល់សពឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីសាច់ហើយយីបងដំរីអើយមេតបងឯងប៉ុណ្ណាណីសុកចិត្តឲ្យអាត្មាតក្បាលតំពេតនឹងស៊ីទទេយ៉ាងនេះមិនសមសោះម៉ោះតោះទៅទាំងអស់គ្នាខ្ញុំនឹងជួយដោះទុកបងឯងឲ្យរួចផុតពីការស៊ីសាច់របស់អាត្មាតក្បាលតំពេតនឹងចោះណាម៉ោះតោះទៅអញ្ចឹងឡើងមកលើក្នុងខ្ញុំមកតោះបងដំរីយើងទៅបងដំរីឯងបានមកដល់ហើយយើងត្រូវស៊ីសាច់បងឯងថ្ងៃនេះហើយព្រោះយើងបានយល់សពថាបានស៊ីសាច់បងឯងយីហើយអាទន្សាយឈួតយកនោះដេកលើអីក្នុងបងដំរីឯងដែលចាប់ចោះចាញ់អញត្រូវស៊ីសាច់ដំរីឥឡូវនេះឈប់សិនបងថ្មឯងនិយាយជាមួយបងដំរីមិនខ្លះមិញយើងមិនបានស្ដាប់សោះយើងបានយល់សពឃើញថាបានស៊ីសាច់មេដំរីមែនហើយខ្ញុំអំបញ្ញមិញបានយល់សពថាបានរៀបការជាមួយប្រពន្ធបងឯងយីអានេះយើងមិនត្រូវការឲ្យប្រពន្ធយើងទៅរៀបការជាមួយឯងទេបើបងឯងមិនឲ្យប្រពន្ធមករៀបការជាមួយខ្ញុំអញ្ចឹង
ការយល់សប្តិរបស់បងឯងក៏គ្មានន័យដែរដំរីក៏ខ្ញុំមិនឲ្យបងឯងស៊ីដែរយើអាចចង្រៃយោអញ្ចឹងទៅអញទៅស៊ី hamburger វិញប្រជុំគ្នារីករាយសប្បាយចិត្តចូលរួមអើស្និនចូលចិនកុំឲ្យមងសាំងចូលរួមតាមភ្លេងអត្រៀនជុំជ្រៅពេលល្ងាចថ្ងៃសៅរ៍ជាថ្ងៃជុំសម្រាប់កាយ1 2រ៉ាពីយ៉ាយ៉ាយ៉ារ៉ាពីយ៉ារ៉ាពីយ៉ាយ៉ាយ៉ារ៉ាពីយ៉ាកាលពីពេលនាយមានប្តីប្រពន្ធ2នាក់ប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការថ្ងៃមួយបរិសុទ្ធជាប្តីទៅកាប់ចម្ការដោយសពដងគាត់ចេះតែកាប់រហូតបានកាប់ទៅដល់ដើមជ្រៃធំមួយដើមអីយ៉ាដើមជ្រៃនេះធំណាស់ណូអញគិតកាប់ដើមជ្រៃនេះហើយនៅក្នុងដើមជ្រៃនោះមានស្ដេចកណ្ដុរសមួយកំពុងស្នាក់នៅជាមួយបរិវារជាច្រើនពេលដែលស្ដេចកណ្ដុរសបានឃើញបរិសុទ្ធនោះបំរុងនឹងកាប់ដើមឈើមួយនេះក៏មានចិត្តពិតភ័យយ៉ាងខ្លាំងហើយចេញមកក្រៅសូមអង្វរបរិសុទ្ធនោះថាពូឈប់ពូបើសិនជាពូទុកដើមឈើមួយនេះខ្ញុំនឹងជូនរង្វាន់ពូដោយមួយថ្ងៃមាសមួយដុំពេលឮបែបនេះបរិសុទ្ធនោះក៏យល់ព្រមស្ដេចកណ្ដុរសបានយកមាសប្រគល់ឲ្យបរិសុទ្ធនោះជារៀងរាល់ថ្ងៃបរិសុទ្ធនោះពេលបានមាសហើយសប្បាយចិត្តយ៉ាងខ្លាំងក៏យកទៅប្រគល់ឲ្យប្រពន្ធរក្សាទុកចំណែកប្រពន្ធឆ្ងល់ណាស់ក៏សួរទៅប្តីថាអេអ្នកមាសនេះបានមកពីណាឯងចេះតែទុកទៅកុំចង់ដឹងអីបើអ្នកមិនប្រាប់ខ្ញុំនឹងទៅប្តឹងអ្នករាជការថាអ្នកលួចទ្រព្យគេឮប្រពន្ធថាដូច្នេះបរិសុទ្ធក៏ប្រាប់ប្រពន្ធតាមដំណើររឿងដែលខ្លួនបានមាសពីស្ដេចកណ្ដុរសពេលប្រពន្ធបានដឹងដូច្នោះហើយក៏ប្រាប់ទៅប្តីវិញថាអ្នកពិតជាឆោតណាស់ចាញ់ប្រាជ្ញាសត្វបើអ្នកកាប់ដើមជ្រៃនោះហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះនឹងបានមាសច្រើនជាងនេះបរិសុទ្ធបានឮសម្ដីប្រពន្ធហើយក៏ជឿលុះព្រឹកឡើងក៏នាំគ្នាទៅកាប់រំលំដើមជ្រៃនោះតែពុំឃើញមានមាសដោយការគិតសោះវេលាយប់ឡើងស្ដេចកណ្ដុរសនិងបរិវារជាច្រើននាំគ្នាទៅយកមាសពីផ្ទះបរិសុទ្ធនោះមកវិញអស់គ្មានសល់លុះព្រឹកឡើងប្តីស្ដាយក្រោយយ៉ាងខ្លាំងដែលធ្វើតាមសម្ដីប្រពន្ធយើងទាំងពីរនាក់មិនគួរលុបលុនចឹងសោះធ្វើឲ្យពេលនេះប្រាក់ក៏បងថង់ក៏ដាច់រឿងសត្វភេពីរចែកផ្លូវគ្នារកអាហារមានសត្វភេពីរភេមួយដើររកត្រីខាងទឹកជ្រៅនិងភេមួយទៀតដើររកត្រីខាងទឹករាក់ខ្ញុំរកត្រីខាងទឹកជ្រៅចំណែកខ្ញុំវិញរកត្រីខាងទឹករាក់ថ្ងៃមួយភេទាំងពីរចុះស្ទឹងមុជទឹកដេញចាប់ត្រីបានត្រីរស់មួយទើបនាំគ្នាទាញឡើងគោកដើម្បីចែកគ្នា
ភេទខាងទឹកជ្រៅទាមទារយកចំណែកខាងក្បាលព្រោះវាថាវាមានការលំបាកខ្លាំងណាស់ចំណែកឯភេទខាងទឹករយៈក៏ឆ្លើយថាចំណែកខាងក្បាលត្រូវបានវាទើបត្រឹមត្រូវព្រោះបើវាមិនខំស្ទាក់ចាប់ទេក៏មិនបានត្រីនេះដែរភេទទឹកជ្រៅមិនព្រមចែកទើបភេទទាំងពីរឆ្លោះគ្នារួចនាំគ្នាទៅរកចចកជាចៅក្រមឲ្យចែកឲ្យចចកសួរនាំភេទទាំងពីរបានដឹងរឿងរ៉ាវសពគ្រប់ហើយក៏កាត់ត្រីនេះជា3ភាគភាគក្បាលឲ្យភេទដែលដើរទឹកជ្រៅភាគកន្ទុយឲ្យទៅភេទដែលដើរទឹករយៈភាគកណ្ដាលចចកយកបរិភោគខ្លួនឯងភេទទាំងពីរកាលបើឃើញចចកយកភាគកណ្ដាលអស់ដូច្នោះក៏តូចចិត្តនឹកស្ដាយចំណីរបស់ខ្លួនពន់ពេកណាស់អរគុណសម្រាប់ការចូលរួមទស្សនារបស់បងប្អូនសូមជួប Subscribe Like Share ផងសូមអរគុណ